ខ្ញុំមានមុខម្ហូបហ្នឹងបានណែនាំជូនបងប្អូនគឺពវៀនខផាក់លើណាជាមួយស្ពៃជូរឥឡូវនេះយើងដាក់ពវៀនរបស់យើងស្ងោរជាមួយនឹងណាពេលដែលយើងស្ងោរវាស្អាតហើយគឺយើងស្រង់វាចេញយកមកហាន់ហើយលាងទឹកឲ្យស្អាតទៅហើយបន្ទាប់មកគឺយើងមានពងស្ងោរមានគ្រឿងផ្សំរបស់យើងមានដូចជាគ្រឿងផ្កាច័ន្ទគ្រឿងសម្រាប់ធ្វើផាក់លើនឹងតែម្ដងណាស្ពៃជូរអីហ្នឹងគឺយើងបានរៀបនៅលើនឹងជាស្រេចអញ្ចឹងបងប្អូនចាប់ផ្ដើមដាក់ខ្ទះហើយដើម្បីរំលីងនៅស្ករត្នោតរបស់យើងជាមួយនឹងគ្រឿងផ្កាច័ន្ទគ្រឿងផាក់លើរបស់យើងហ្នឹងណាហ្នឹងហើយបន្ទាប់ពីស្កររបស់យើងអីលីងទៅវាឈ្ងុយហើយអញ្ចឹងទៅយើងចាប់ផ្ដើមបងខ្ញីបងគ្រឿងម្ដេងខ្ទឹមគល់អីហ្នឹងយើងបងវាចូលអស់ទៅជាមួយខ្ទឹមក្រហមខ្ទឹមអីហ្នឹងយើងលីងចូលអស់ទៅបន្ទាប់មកយើងបងគ្រឿងយើងទៅមានប៊ីចេងស្ករទឹកត្រីអំបិលម្រេចអីហ្នឹងយើងដាក់វាចូលអស់ទៅបន្ទាប់មកយើងកូរវាឲ្យវាសព្វអញ្ចឹងដើម្បីវាឡើងក្លិនឈ្ងុយយើងចាប់ផ្ដើមដាក់វារបស់យើងចូលទៅបងប្អូនចង់ហាន់ឲ្យក៏បានចង់ដាក់តង្វែងក៏បាននេះស្រេចលើបងប្អូនទេយើងដាក់វាចឹងហើយយើងរងាស់វារងាស់បងប្អូនមិនតន់ដាក់ទឹកទេគឺយើងដាក់ស្ពៃជូរដាក់ពងដាក់អីចូលអស់ហើយយើងរងាស់វាឲ្យយូរហើយចាំយើងដាក់ទឹកចូលជាក្រោយនិយាយរួមទៅគឺស្ករឆ្លបែបហ្នឹងគឺឆ្ងាញ់តែម្ដងគ្រឿងផាក់លើនេះណាគឺគាត់តែឃើញក៏បងប្អូនឃើញហើយក៏ដឹងថាវាទំនំប៉ុណ្ណាដែរនិយាយរួមបងប្អូនអាចធ្វើញ៉ាំនៅផ្ទះបានព្រោះនេះយើងញ៉ាំមួយបបសញ៉ាំមួយអីគឺឆ្ងាញ់ទាំងអស់ត្រូវទាំងអស់តែម្ដងពវៀនខោផាក់លើជាមួយស្ពៃជូរជាមួយនឹងពងនិយាយទៅ